ជំរាបសួរអ្នកគ្រូនិងជំរាបសួរមិត្តភក្តិទាំងអស់គ្នាខ្ញុំឈ្មោះហៀបសាណាថ្ងៃនេះខ្ញុំមកអានរឿងកំណើតភ្នំនិងទន្លេចូលអានអត្ថបទខាងក្រោមវាឆ្លើយនឹងសំណួរកាលពីព្រៃនាយមានបរិសុទ្ធ2នាក់ឲ្យពុកនិងកូនបានចាយទុកទៅរស់ស៊ីឆ្លងកាត់ភូមិស្រុកជាច្រើនតាមផ្លូវធ្វើដំណើរកូនបានឃើញភ្នំទន្លេបឹងក៏សួរឲ្យពុកបរិសុទ្ធជាឲ្យពុកបានលើកយករឿងមួយមកនិទានឲ្យកូនស្ដាប់មានដំណើរថាក្រោយក្រុងរាពណ៍បានឆក់យកនាងសីតាទៅបាត់ព្រះរាមរួមដំណើរជាមួយព្រះលក្សណ៍ជាប្អូននិងមានហនុមានជាសេនាទៅតាមយកនាងសីតាមកវិញពេលទៅណាមកណាព្រះរាមតែងយកព្រះខ័នទៅតាមជាប់ខ្លួនជានិច្ចដោយធ្វើដំណើរវែងឆ្ងាយព្រះរាមកាន់ព្រះខ័នយូរពេកទៅក៏រួចដៃលោកក៏អស់ព្រះខ័នពេលព្រះរាមអស់ព្រះខ័នចុងវាឆោតព្រះធរណីព្រះជាពីរខ្លាយជាស្ទឹងទន្លេរហូតដល់សប្តាហ៍ថ្ងៃអស់រយៈពេលជាច្រើនថ្ងៃព្រះរាមនិងអ្នករួមដំណើរបានទៅដល់មាត់សមុទ្រដ៏ធំមួយនៅត្រើយម្ខាងនៃសមុទ្រគឺនគរលង្កាព្រះរាមបានត្រាក់បង្គាប់ឲ្យហនុមានធ្វើថ្នល់កាត់សមុទ្រដើម្បីឆ្លងទៅយកនាងសីតាមកវិញហនុមានបានទៅនិយាយលួងលោមនាងសវណ្ណមច្ឆាឲ្យនាំពួកត្រីជួយជញ្ជូនថ្មរៀបគ្រឹះថ្នល់នៅបាតសមុទ្រឯហនុមានបានយកដីនិងដុំថ្មធំមកចងនឹងរំជើងដីមួយដុំមានទំហំប៉ុនភ្នំមួយពេលហោះជញ្ជូនថ្មនិងដុំដីហនុមានបានជួបព្យុះភ្លៀងធ្វើឲ្យដាច់រំជើងជ្រុះថ្មនិងដុំដីរប៉ាត់រប៉ាខ្លាចជាកូនភ្នំតូចធំជាច្រើនដុំដីនិងថ្មខ្លះធ្លាក់ជាប់គ្នាដឹកខ្លាយជាជួរភ្នំរហូតសប្តាហ៍ថ្ងៃនេះជំរាបលាអ្នកគ្រូនិងជំរាបលាមកភក្តិទាំងអស់គ្នា